សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះគឺយើងនឹងធ្វើការមកបង្ហាញឬក៏ខ្ញុំនឹងធ្វើការបង្ហាញតាក់ទងជាមួយនឹងការបែបតេស្តឬក៏ walk through ជាមួយនឹងទីផ្សារជាក់ស្ដែងដែលយើងប្រើជាមួយនឹងconcept ឬក៏របស់មួយដែលយើងទៅតែបានធ្វើវីដេអូពីលើកមុនហ្នឹងគឺជាមួយនឹងTherasop ឬក៏ T-Body អញ្ចឹងយើងដឹងហើយនៅក្នុងវីដេអូហ្នឹង Therasop គឺវាប្រៀបដូចជា liquidity sweep មួយដែលយើងប្រើវាដើម្បីមើលពី direction ទីផ្សារថាតើវានឹងទៅលើឬក៏ទៅក្រោមអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញពីការចូល entry ជាមួយវាដែលយើងនឹង combine ជាមួយនឹង strategy ផ្សេងទៀតមិនមែនយើងប្រើតែ Therasop ហ្នឹងយើងចូល direct តែម្ដងទេអូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាដោយកន្លែងនេះគឺជាទីផ្សារមួយដែលខ្ញុំបានធ្វើការរកមកបាននេះអញ្ចឹងយើងទៅមើលផ្សារបន្តទៀតដំបូងយើងមានមកកន្លែងនេះមួយជាliquidity អញ្ចឹងយើងចាំមើលថាផ្សារពេលបើវាចុះមកផ្ដាច់ឡូនេះហើយវានឹងមានអ្វីកើតឡើងវាធ្វើការបិទជាមួយនឹង bullish ឡើងទៅលើ strong វិញឬក៏អត់អញ្ចឹងយើងធ្វើការមើលផ្សារមកអូខេអញ្ចឹងបន្តមកទៀតអ្នកគ្នាឃើញថាផ្សារនេះបានចុះមកធ្វើការផ្ដាច់ជាមួយនឹង low នេះហើយវាពេលដែលវាផ្ដាច់ហើយអ្នកគ្នាឃើញពេលវាផ្ដាច់ហើយភ្លាមមក candle នេះបន្តមកទៀតវាបានបោកជាមួយនឹង candle ថ្មីដែលជា bullish ដែលឡើងទៅវិញភ្លាមហើយវាបានទៅកាបិទនៅលើនេះទៀតគឺវាល្អខ្លាំងមែនទែនខ្ញុំសូមបញ្ជាក់ថាបើវាបិទនៅលើ candle ដែលចុះមកផ្ដាច់នេះវាបិទ body នៅលើអាហ្នឹងទៀតវាកាន់តែល្អប៉ុន្តែបើវាបិទនៅម្ដុំនេះក៏យើង consider ថាអូខេដែរឲ្យតែវាបានធ្វើការបិទនៅលើជាមួយនឹងអ្នក low ដែលវាចុះមកផ្ដាច់នេះហើយវាឡើងទៅ strong វិញអញ្ចឹងអាហ្នឹងគេហៅថា Therasop ហើយអញ្ចឹងហ្នឹងឯងគឺជា Therasop អ្នកគ្នាយើងចាប់បានជាមួយនឹង Therasop ហើយត្រូវអត់អញ្ចឹងកន្លែងនេះវាជា Therasop ឬក៏ T-Body អញ្ចឹងខ្ញុំសូមតការដាក់ mark មួយវាថាជា TBS អញ្ចឹងចុះជា Therasop Body អញ្ចឹងបន្តមកទៀតអ្វីដែលយើងធ្វើការមើលគឺយើងធ្វើការរងចាំ confirm ហើយអ្នកគ្នាដឹងហើយថាការប្រើប្រាស់ Therasop បែបណាដល់គ្នាអត់ច្បាស់អាចទៅមើលវីដេអូមុនបានគឺយើងធ្វើការរកជាមួយនឹង liquidity នៅលើវិញនៅពេលដែលវាធ្វើការ sweep ជាមួយនឹង low អញ្ចឹងយើង buy វាទៅរកជាមួយនឹង liquidity នៅលើវិញអញ្ចឹងនេះគឺជា liquidity នៅលើយើងដាក់ mark មួយទៀតមកថាជា liquidity តែក៏ខ្ញុំសុំហៅវាថាជា ERL អញ្ចឹងទៅជា external range liquidity អញ្ចឹងអានេះគឺយើងមានប៉ុណ្ណឹងហើយទោះតែយើងអាចចូលបានហើយនៅអញ្ចឹងយើងអត់ទាន់អាចចូលបានទេគឺយើងត្រូវការរងចាំមើល confirm ដើម្បី entry យើងអាច entry ភ្លាមបាននេះប៉ុន្តែយើងបានដឹង direction ហើយថាអូផ្សារនេះវាបានចេញជា Therasop នៅខាងក្រោមហើយវាឡើងទៅវិញខ្លាំងវា sweep ជាមួយកន្លែងនេះអញ្ចឹងគឺយើងអាចធ្វើការរកកន្លែង buy ទៅយក liquidity លើអញ្ចឹងយើងបាន direction មួយថាយើងនឹងធ្វើការ buy អញ្ចឹងយើងត្រូវការរងចាំ confirm ដើម្បី buy មកអញ្ចឹងយើងមកមើលផ្សារបន្តទៀតថាវានឹងចេញអីគេដើម្បីឲ្យយើងធ្វើការចូលបានអូខេយើងចាំវាទៀតមកអូខេអ្នកគ្នាអញ្ចឹងអ្នកគ្នាឃើញហ្នឹងកន្លែងនេះវាជាអីគេយើងមិនចាប់វាទៅជា QM QML ដែលយើងបានរៀនពីវីដេអូដែលខ្ញុំធ្លាប់ចេញហើយគឺអាហ្នឹងគឺជា QML level អញ្ចឹងយើងដាក់ឈ្មោះវាមកថាជា QML ឬក៏ QM អញ្ចឹងអ្នកគ្នាឃើញអាហ្នឹងគឺជា confirm ឬគឺជាការ confirm របស់យើងដែលយើងប្រើដើម្បីចូល market មិនមែនយើងធ្វើការចូលភ្លាមទេអញ្ចឹងបន្ទាប់ពីយើងបាន QM ML ហ្នឹងហើយគឺយើងធ្វើការ entry នៅកន្លែងហ្នឹងអ្នកគ្នាគឺយើងដាក់ limit ឬក៏ entry នៅកន្លែង QM L ហ្នឹងតែម្ដងហើយ SL យើងគឺដាក់នៅ low ហ្នឹងអញ្ចឹង target របស់យើងដឹងហើយថា TP យើងយកត្រឹមណាគឺយើងយកជាមួយនឹង ERL មួយហ្នឹងអញ្ចឹងយើងលេងប៉ុណ្ណឹងយើងបានជាមួយនឹង revert 1/4 ដែរអ្នកគ្នាអញ្ចឹងគឺវាគូខ្លាំងមែនទែនហើយកន្លែងនេះក៏អ្នកខ្លះអាចចាប់ជា Therasop បានដែរប៉ុន្តែកន្លែងនេះវាជា weak ហើយវាបានមកផ្ដាច់នៅ candle បន្ទាប់អញ្ចឹងខ្ញុំសុំ recommend ដល់អ្នកគ្នាមិនគួរលេងនៅជាមួយនឹង Therasop បែបនេះទេដោយសារតែវាអត់សូវ safe អ្នកគ្នាលេងបែបជា T-Body អញ្ចឹងទៅគឺវា safe ជាងដែលវាផ្ដាច់ low នេះហើយវាផ្ដាច់ជា body ហើយវាបិទ bullish ឡើងទៅវិញខ្លាំងចានេះយើងបានជាមួយនឹង QM នេះហើយគឺយើងដាក់ entry នៅកន្លែងហ្នឹងតែម្ដងបន្តមកទៀតយើងចាំមើលផ្សារតើវាឡើងទៅយក EL ដូចយើងបាន set អត់អញ្ចឹងយើងមើលផ្សារមកខ្ញុំឲ្យវាដើរទៅអូខេអញ្ចឹងយើងឃើញផ្សារវាបានធ្វើការមកយកជាមួយនឹង EL របស់យើងអញ្ចឹង position របស់យើងគឺវាអូខេវា good ចាហ្នឹងឯងគឺជាការ
ប្រើប្រាស់ជាមួយនឹង T-body ដើម្បី confirm direction ទីផ្សារហើយយើងប្រើជាមួយនឹង QML របស់យើងដែលយើងត្រូវការចូល entry នោះដែលសុទ្ធសឹងតែជាមេរៀនដែលខ្ញុំបានទម្លាក់ឲ្យអ្នកគ្នាហើយវាងាយខ្លាំងមែនទែនក្នុងការមើលអញ្ចឹងបើអ្នកគ្នាអត់ច្បាស់អ្នកគ្នាអាចទៅមើលវីដេអូពីមុនបានដូចជាការចាប់ជាមួយនឹង QML នេះអ្នកគ្នាឃើញតម្រងសារជា QML ទេយើងមើលជាមួយនឹង chat line មកងាយស្រួលជាងមុនចាហ្នឹងហើយគឺជារបៀបដែលយើងប្រើប្រាស់ជាមួយនឹង Terrasop ឬក៏ T-body ណាដែលយើង confirm ជាមួយនឹង concept ផ្សេងទៀតដើម្បីទៅការ entry ចាហ្នឹងគឺវាតែប៉ុណ្្នឹងទេអ្នកគ្នាសម្រាប់ការ back test ទៅលើការបាយនៅក្នុង concept ឬក៏ការប្រើប្រាស់ជាមួយនឹង T-body ឬក៏ Terrasop អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកគ្នានឹងធ្វើការ back test ឲ្យបានជាច្រើនទៀតដើម្បីឲ្យយើង improve ទាំងអស់គ្នាហើយខ្ញុំសូមបញ្ជាក់ថាការ entry មួយនេះមិនប្រកាសថាវាត្រូវ 100% ទេប៉ុន្តែក៏វាមាន win rate លើ 50% ដែរតាមការ back test របស់ខ្ញុំហើយខ្ញុំសង្ឃឹមថាអ្នកគ្នានឹងធ្វើការ back test វាបានច្រើនតាមដែលអាចធ្វើបានហើយយើងក៏អាចប្រើប្រាស់ concept ផ្សេងទៀតដើម្បីធ្វើការ combine ជាមួយនឹង Terrasop ឬក៏ T-body នឹងបានដូចគ្នាដូចជាការប្រើជាមួយនឹង support resistance ការប្រើជាមួយនឹង OC អីហ្នឹងសិតតែប្រើបានដូចជា OPG អីហ្នឹងជាដើមហ្នឹងសិតតែយើងអាចប្រើបានហើយទាំងអស់ហ្នឹងក៏ខ្ញុំធ្លាប់បានបង្ហាញថាតើ key level ហ្នឹងវាបែបណាដូចជា support resistance QM OC OPG អីហ្នឹងសិតតែខ្ញុំធ្លាប់មានវីដេអូចេញហើយអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងធ្វើទទួលបាននូវចំណេះដឹងថ្មីទាក់ទងជាមួយនឹងវីដេអូនេះហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត